Hello អ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនិយាយពីការកាត់សក់ទៀតហើយម៉ូតសក់ថ្ងៃនេះគឺមានឈ្មោះថាដែលជាភាសាអង់គ្លេសគឺគេហៅថា skin fade ហើយចំពោះជើងក្រោមគឺភ្ញៀវបានប្រាប់ខ្ញុំថាគាត់អត់ស្រឡាញ់ស្ដាងពេកទេគឺគាត់ចង់បានជើងសក់បែបស្រួចចឹងហើយយើងទុករៀងស្មើៗឲ្យគាត់ដើម្បីយើងធ្វើជើងសក់ស្រួចឲ្យគាត់ផងដែរហើយចំពោះជាដំបូងខ្ញុំអាចគឺឈូសលេខ2មុនឈូសលេខ2បន្ទាប់មកបានខ្ញុំឈូសលេខ1មកចប់ត្រឹមលេខ1កន្លះចឹងហើយបន្ទាប់ពីយើងឈូសហើយយើងចាប់ផ្ដើមច្រឹបយករៀងជើងសក់តែម្ដងហើយចំពោះបងប្អូនដែលស្រឡាញ់សក់ខ្លីបែបខ្លីៗក៏អាចធ្វើការកាត់ម៉ូតនេះផងដែរហើយម៉ូតនេះសម្រាប់អ្នកដែលមានសក់ត្រង់ហើយនឹងបើយើងនិយាយឲ្យភាសាសាមញ្ញយើងនិយាយប្រចាំថ្ងៃគឺថាក្បាលគាត់រៀងធំអញ្ចឹងកាត់ម៉ូតបែបខ្លីៗចេះគឺថាសមខ្លាំងមែនតើហើយបន្ទាប់ពីយើងកាត់ហើយយើងកោសសេរីជើងសក់ដោយម៉ាស៊ីនច្រឹបរួចយើងមកធ្វើការច្រឹបខាងមុខឲ្យស្មើគ្នាបងប្អូនម៉ូតនេះសម្រាប់អ្នកដែលថ្ងាសដែលយើងនិយាយស្រួលស្ដាប់ថាថ្ងាសអត់ទៅពេកអីចឹងគឺកាត់ហើយច្រឹបឲ្យវាមានរាងជ្រុងមកគឺស្អាតខ្លាំងមែនតើហើយបន្ទាប់ពីយើងកាត់សេរីសក់ខាងលើរួចយើងធ្វើការចម្រាំពុកមាត់ទៅដូចជាកោមាត់ខាងក្រោមហើយភ្ញៀវខ្លះគាត់ក៏ឲ្យយើងកោរមុខផងដែរគាត់ចូលចិត្តបែបដើម្បីកោរួចលាបម្សៅទៅចូលល្អអីចឹងណាបងប្អូនបន្ទាប់ពីយើងកោពុកមាត់កោអីដោយម៉ាស៊ីនច្រឹបហើយយើងមកធ្វើការកោឡាបន្ថែមដើម្បីឲ្យវាកាន់តាមកល្អក៏ដូចជាជើងសក់ច្បាស់ល្អចឹងហើយសម្រាប់ជាងដៃថ្មីអាចមើលវីដេអូនេះបានប៉ុន្តែខ្ញុំបានធ្វើកាត់ទេបើសិនជាអ្នករៀនកាត់សក់គាត់អាចនឹងមើលយកហើយចំពោះមេជាងបើសិនជាឃើញវីដេអូនេះហើយមានកង្វះខ្វះខាតត្រង់ណាអាចខមមិនបំពេញបន្ថែមខ្ញុំបាទផងដែរដោយសារតែខ្ញុំមិនមែនអត់ខ្ចោះទេខ្ញុំចេះបានប៉ុណ្ណាគឺខ្ញុំបង្រៀនបងប្អូនក៏ដូចជាបងដែលទើបនឹងចូលក្នុងវិស័យកាត់សក់បានដែលខ្ញុំអាចធ្វើទៅបានហើយសម្រាប់បងប្អូនដែលមើលវីដេអូនេះក៏អាចបើសិនជាចូលចិត្តកុំភ្លេចចុច follow ក៏ដូចជា share ខ្ញុំម្នាក់មួយផងអរគុណជួបគ្នាវីដេអូថ្មី